សួរអ្នកគ្រូថ្ងៃនេះខ្ញុំអានភាសាខ្មែរឲ្យអ្នកគ្រូរឿងក្តាំក្អែបនិងចចក្តាំនិងក្អែបជាមិត្តនឹងគ្នារស់នៅយ៉ាងសុខសាន្តថ្ងៃមួយចចឃើញក្តាំក៏ចូលទៅនិយាយបញ្ចោតតែក្តាំទុកចិត្តសត្វទាំងពីរសុំគ្នាធ្វើជាមិត្តក្អែបដឹងពីល្បិចចចក៏ប្រាប់ក្តាំឲ្យឈប់តាក់ទងតែត្រូវក្តាំបដិសេធល្ងាចមួយចចឃើញអន្ទាក់ព្រានក៏បបួលក្តាំទៅរកស៊ីទីនោះដើម្បីឲ្យក្តាំជាប់អន្ទាក់ក្តាំជឿតាមចចក៏រែកទៅជាប់អន្ទាក់ព្រានក្តាំស្រែកហៅឲ្យចចជួយតែចចមិនធ្វើមិនលឺរត់ពួនក្នុងគុំពោតព្រៃចាំមើលក្តាំដើររះអស់កម្លាំងវានឹងស៊ីក្អែកពុំឃើញក្តាំខំហើរកក៏ប្រទះឃើញក្តាំជាប់អន្ទាក់ឯប្រាប់ក្តាំឲ្យធ្វើពុតជាងាត់នៅពេលព្រានមកដល់ពេលព្រានដោះអន្ទាក់រួចវានឹងធ្វើសញ្ញាឲ្យក្តាំស្ទុះបោលឲ្យលឿនព្រានមកដល់ឃើញក្តាំជាជាប់អន្ទាក់ដេកស្ដោកក៏ដោះក្តាំដេកទៅមកខាងឯបឃើញដូច្នេះក៏ស្រែកខ្វក់ក្តាំស្ទុះបោលចូលទៅក្នុងព្រៃព្រានក៏ស្ទុះទៅយកលំពែងព្រួនសំដៅក្តាំតែជាជួនជាចំកន្លែងចចសងំនៅលំពែងនោះលាក់ត្រូវចចមរណានាពេលនោះទៅជំរាបលាអ្នកគ្រូ